Hi guys, welcome to another vlog and let's spend a day with me on the weekend. So កន្លែងដែលយើងទៅដំបូងគេហ្នឹងគឺ Eco Town ដោយសារតែវាជាហាងលក់អីវ៉ាន់ទៅជួបរបស់ជប៉ុនចឹងហើយពួកខ្ញុំក៏មានកម្រងថាហៅទៅមើលអីវ៉ាន់ខ្លះៗដែរចឹងក៏សម្រាប់ចិត្តថាអ្នកគ្នាទៅនឹងហ្មងទៅwhat plan today នឹងទិញតាប៊ីនីហើយរកកាបូស្បែក That's all only two things ខ្ញុំមិនដឹងឲ្យគេច្រាញ់ខ្ញុំមកហើយដោយមកខ្ញុំនិយាយចឹងថា plan មកហៅប៊ីនីឥឡូវគឺពងតែកកាយកកោហៅប៊ីនីហើយ Like Jenny like Jenny like Wow ហើយដោយសារតែខ្ញុំអត់មានត្រូវមានកម្រងថាទិញអីទេចឹងទៅក៏ចេះតែដើរមើលរបស់ផ្សេងៗអញ្ចឹងណាកាបូបនេះគេធ្វើមកសម្រាប់ដាក់ភាពអត់ធ្មត់ Stop it. Get some help. An eternity later. That's all we got សំខាន់ Finally កន្លែងដែលយើងទៅបន្ទាប់ហ្នឹងគឺ Yummy Korean ដែលជាហាង buffet ម្ហូបកូរ៉េដោយនៅនឹងទាំងបរិយាកាសទាំងម្ហូបហើយនឹងតម្លៃហ្នឹងគឺសមរម្យទទួលយកបានជាពិសេសមាន់នៅនឹងគឺឆ្ងាញ់ដោយសារនៅនឹងគឺជាហាង buffet អញ្ចឹងហើយពេលដែលយើងញ៉ាំគឺយើងត្រូវមកចាប់បន្លែនិងសាច់និងរបស់ផ្សេងៗហ្នឹងទៅតាមចំណង់ចិត្តរៀងៗខ្លួនទៅសម្រាប់បន្លែហ្នឹងមានដូចជាស្ពៃក្តោបស្ពៃបូកូផ្សិតម្ជុលស្បែកបដោអីជាដើមហើយមានផ្សេងទៀតហើយជំរាបជម្រើសសាច់វិញក៏មានល្មមគួរសមដែរដូចជាសាច់ជ្រូកសាច់មាន់ហើយនិងប្រហិតផ្សេងអូខេ2,000 years later. តបពីញ៉ាំបដានិយាយបដាមករយៈពេល1ម៉ោងក្រោយមក everything អស់ហ្នឹងហើយបើញ៉ាំហើយយើងក៏ទៅយកក្រែមដោយសារនៅនឹងគេមាន free ក្រែមដែរកន្លែងបន្ទាប់ទៅហ្នឹងគឺនៅ Roland ដែលជាផ្សារទៅបើកថ្មីហើយក៏ចង់ទៅ check out នៅនឹងខ្លះៗអញ្ចឹងទៅហើយក៏ yes ហើយនៅនឹងគឺមាន4ជាន់ហើយសម្រាប់ first floor ហ្នឹងគឺគេលក់អីវ៉ាន់អីផ្សេងអញ្ចឹងណាដូចជារបៀបគ្រឿង accessory អញ្ចឹងទៅហើយសម្រាប់ second floor វិញគឺជាកន្លែងក្មេងលេងហើយនឹងមាន kids cinema ផ្សេងហើយនៅនឹងគឺមាន4ជាន់ហើយសម្រាប់ជាន់ទី4ហ្នឹងគឺគេដាក់ arcade game សម្រាប់កន្លែងគេលេង game ចាប់តុក្កតាអីផ្សេងដោយមានច្រើនបែបមែនតើហើយសម្រាប់ថ្ងៃដែលខ្ញុំទៅហ្នឹងគឺមនុស្សច្រើនខ្លាំងអញ្ចឹងទៅក៏មានបានលេងអីដែរគ្រាន់តែបានដើរមើលអញ្ចឹងណាមកតាមខ្ញុំលេងអត់ឆ្ងាញ់យើងមកជាន់ទី3វិញដែលជាន់ទី3ហ្នឹងគឺជាបណ្ដុំកន្លែងហាងអាហារចឹងទៅហើយក៏មានកន្លែងលក់ figure ស្អាតបន្លាញ់បោកអីដែរហើយ mission យើងគឺហៅ selfie booth and after ដើមវិញឡើងវល់ពេញផ្សារគេរកឃើញហើយសម្រាប់នៅនេះគឺវាធំហើយមាន accessory ហើយកន្លែងថតរូបច្រើនខ្លួនតិចហើយក៏នាំគ្នាមកថតដោយសារយើងថតរបៀប air shoot ចឹងមិនហានថតពីខាងលើមកវិញ concept ហ្នឹងគឺថ្មីប្លែកចឹងហើយក៏នាំគ្នាថតឡើងមកទៅ Oh my god ចំណាប់អារម្មណ៍មិនដែរវិញរកថាផ្សារគេតូចហើយដើមវិញទៅផ្សារ ផ្សារតូចពេលឡើងដើមវិញ Finally got the tea
ចាចូលចិត្តហូបភេសជ្ជៈកាត់ជើង ខ្ញុំchẳng aiខ្ញុំនាំមកតែខ្ញុំពេញផតតែគេចង់ណា តែឲ្យលុយគេធម្មតាណា Welcome back to another episode. Mà lần nhau ở đây កន្លែងបន្ទាប់ទៀតហ្នឹងគឺ Walk Street ដោយសារតែពេលហ្នឹងអត់ដឹងទៅណាហើយក៏ចង់ដើរមើលគេមើលឯងអញ្ចឹងណាអញ្ចឹងទៅក៏ decide ថាមក Walk Street ហ្មងទៅដោយនៅហ្នឹងគេបើកតែថ្ងៃសៅរ៍អាទិត្យទេ2ម៉ោង5ល្ងាចទៅសម្រាប់នៅ Walk Street វិញគឺមានលក់របស់ច្រើនមែនតើទាំងរបស់ញ៉ាំទាំងរបស់ប្រើប្រាស់ជាពិសេសរបស់ញ៉ាំគឺថាសម្បូរបែបមែនតើមានគ្រប់ជាតិសាសន៍ចឹងហើយទៅហ្នឹងគឺអត់ខ្វះហេរបស់ញ៉ាំគឺខ្វះតែលុយបន្ទាប់ពីដើរមើលគេមើលឯងរៀងអស់ចិនតិចមកក៏នាំគ្នាដើរត្រឡប់មកខាងមុខព្រះបរមរាជវាំងវិញហើយក៏ឃើញបងសម្ដែងរបាំត្រុដិដែលជារបាំប្រពៃណីខ្មែរដែរអង្គុយនិយាយគ្នាលេងនៅកន្លែងមុខវាំងហ្នឹងហើយក៏នាំគ្នាដើរ Walk Street មកជុំទៀតហើយបានសម្រេចចិត្តថានាំគ្នាទៅផ្ទះ